ថ្ងៃនេះមកស្លាប់មកជួគ្រឿងត្រាប់បងប្អូនអើយទៅផ្សារតែឃើញយាវគោទៅយាវគោមក5000ហើយក៏មានបន្លែរបស់យើងនោះក៏មានតាត្រាប់ជាមួយនឹងម្រះព្រៅហើយក៏មានឈាមនឹងបន្តិចមិនដំបងគេយើងត្រូវដាក់គ្រឿងគោគ្រឿងយើងឲ្យឡើងក្លិនឈ្ងុយមកបងប្អូនហើយក៏យើងដាក់ប្រហុកលាយជាមួយគ្រឿងនឹងឲ្យហើយមកបន្ទាប់មកទៀតយើងក៏ដាក់សាច់គោយើងចូលបងប្អូនពេលដែលយើងដាក់សាច់គោយើងចូលហើយយើងត្រូវកូរសាច់គោយើងនឹងឲ្យចូលគ្រឿងឲ្យល្អមកពេលដែលយើងកូរគ្រឿងយើងល្អហើយយើងក៏ចាប់ផ្ដើមដាក់ស្ករដាក់ប៊ីចេងដាក់ទឹកត្រីដាក់រ៉ូឌីចូលមកបងប្អូនពេលដែលយើងដាក់គ្រឿងក្រៅរឿងយើងចូលរួចរាល់ហើយយើងចាប់ផ្ដើមកូរគ្រឿងហើយនឹងសាច់នឹងឲ្យវាចូលជាតិគ្នាមកពេលដែលយើងដាក់ចូលជាតិគ្នាហើយយើងក៏ដាក់ទឹកទៅពេលដែលយើងដាក់ទឹកហើយក៏យើងគ្របទុកឲ្យពុះទៅល្ងឹសវាយូរគ្រាន់ដែរណាបងប្អូនប្រហែលជាចាំងកន្លះម៉ោងដែរបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមដាក់ឈាមចូលកូរឈាមយើងមកសន្ទុះទៅយើងក៏ចាប់ផ្ដើមគ្របវាទុកប្រហែលជា15នាទីយើងបើកម្រុកមកម្សៅទៀតយើងចាប់ផ្ដើមដាក់ត្រប់ដាក់ម្រះព្រៃឲ្យមកខ្ញុំខ្ជិលចំណាយពេលវេលាយូរប្រហែលថ្ងៃនេះរៀងស្លរៀងយូរហើយបាយដែរចឹងណាបងប្អូនយើងដាក់ម្រះព្រៃឲ្យមកល្ងឹសវាប្រហែលជា3នាទី4នាទីឆ្អិនរៀបរយបងប្អូនអើយក្លិនគេឡើងក្លិនឡើងឈ្ងុយបានម្រះព្រៅធម្មជាតិដាក់ផងអូយកាន់តែឆ្ងាញ់ទៀតឥឡូវនេះក៏ឆ្អិនហើយបងប្អូនបើសម្រាប់ត្រប់ខ្ញុំស្ងោខ្ញុំស្លអត់យកលលួយទេខ្ញុំយករៀងជ្រុកជ្រុកហ្នឹងមិនឆ្ងាញ់ឥឡូវនេះក៏ដួសដាក់ចានហើយរៀបរយដល់ម៉ោងហូបបាយហើយ